ជម្រាបសួរក៏សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានអំបិលសង្ខេបរឿងបានលើកយករឿងមួយដែលមានចំណងជើងថា My Hero Academia ហើយកាត់មកដល់សាច់រឿងរបស់យើងវិញគឺមានតួអង្គប្រុសរបស់យើងម្នាក់ដែលគាត់ជាក្មេងដែលរស់នៅក្នុងទីក្រុងមួយឬហៅពិភពមួយដែលមានសុទ្ធតែ hero ហើយគាត់គឺជាមនុស្សធម្មតាម្នាក់ហើយមុននឹងទៅដល់សាច់រឿងរបស់យើងខ្ញុំជួយចុច Subscribe និង Like ម្នាក់មួយផងអ្នកទាំងអស់គ្នាដើម្បីទទួលបាននឹងរឿងក្រោយៗទៀតហើយកាត់ចូលមកដល់សាច់រឿងរបស់យើងវិញគឺចាប់ផ្ដើមឡើងចាប់ពីវ័យកុមារភាពរបស់តួឯកប្រុសរបស់យើងណាដែលគាត់មានឈ្មោះថាអាស៊ូឃុម៉ាដូរីយ៉ាហើយគាត់ពេលនោះកំពុងតែបានជួបមិត្តភក្តិរបស់គាត់មួយទៀតដែលត្រូវបានក្មេងដទៃទៀតបានវាយយំណាហើយអ្នកដែលបានវាយយំនោះគឺគាត់មានឈ្មោះថា Katsuki Bankugo ហើយនៅពេលនោះក្មេងប្រុសតួឯកប្រុសរបស់យើងហ្នឹងគាត់ក៏បានស្រែកថាអ្នកណាដែលវាយមិត្តភក្តិរបស់គាត់ហើយគាត់ពេលនោះក៏បានត្រូវក្មេងៗទាំងអស់នោះវាយឲ្យយំម្នាក់ទៀតដោយសារគាត់ហ្នឹងគឺអត់មានធម៌ពលពិសេសទេហើយក្មេងដទៃទៀតគឺមានធម៌ពលពិសេសគឺត្រូវក្មេងៗទាំងអស់ហ្នឹងវាយគាត់យំជាមួយនឹងមិត្តភក្តិរបស់គាត់ហ្នឹងម្នាក់ទៀតបាទមកជួយគេគឺមិនបានជួយទេហើយមកត្រូវគេវាយយំទៀតហើយកាត់ចូលមកដល់តួឯកប្រុសរបស់យើងគាត់ធំរៀងធំអញ្ចឹងណាហើយពេលនោះមានបិសាចមួយគឺបានមកលុកលុយទីក្រុងរបស់គាត់ហើយពេលនោះក៏មាន hero មួយដែលគាត់ខ្លួនគាត់គឺជាឫសឈើម្នាក់ដែលគេហៅថា hero ឫសឈើណាហើយបានមកតទល់ជាមួយនឹងបិសាចទាំងអស់នោះហើយគាត់ក៏បានប្រាប់ប្រជាជនឲ្យគេចចេញប្រយ័ត្នត្រូវរបួសអីចឹងទៅហើយពេលនោះគាត់ក៏បានតស៊ូជាមួយបិសាចដែលមុខដូចកដុលបន្តិចជ្រុកបន្តិចហ្នឹងហើយស្រីដែលនៅក្នុងទីក្រុងក្នុងភូមិហ្នឹងគឺគាត់ fan ជាមួយនឹង hero ឫសឈើហ្នឹងហើយបាទហើយពេលនោះ hero ឫសឈើហ្នឹងគាត់ក៏បានលូកដៃទៅវាយជាមួយនឹងបិសាចមុខដូចជ្រុកតិចកដុលតិចហ្នឹងបាទហើយតួឯកប្រុសរបស់យើងគាត់គឺជា fan របស់ hero ហ្នឹងបាទហើយគាត់ក៏តាមមកមើលជាមួយនឹងពេលនឹងឯងហើយពេលនោះ hero ហ្នឹងក៏បានវាយជាមួយបិសាចហ្នឹងគាត់ក៏បានបាញ់ឫសឈើទៅចាក់ជាមួយនឹងខ្លួនបិសាចហ្នឹងបន្ទាប់មកមាន hero ស្រីរបស់យើងម្នាក់ដែលគាត់ហោះមកជួយ hero យើងម្នាក់ទៀតហើយបាទហើយពេលហ្នឹងតួឯកស្រីហ្នឹងគាត់ក៏បានលោតចុះមកដល់ហើយមាន fan ជាច្រើនដែលបានចូលចិត្តគាត់និងគ្រប់គ្រងគាត់ហើយបាទហើយព្រោះតែគាត់ហ្នឹងរៀងធំមែនតើបាទចាំមើលដល់ពេលកាត់ទៅគាត់រៀងពិតជាធំហើយស្អាតមែនតើហើយគាត់ខ្លាំងកម្លាំងខ្លាំងហើយគាត់ធំអញ្ចឹងណាបាទចាំមើលបន្តទៀតគាត់ក៏បានប្រយុទ្ធជាមួយនឹងបិសាចម្នាក់នោះហើយចំណែកតួប្រុសរបស់យើងវិញគឺគាត់ឲ្យតែឃើញពួក hero ដែលចេញមកប្រយុទ្ធជាមួយនឹងបិសាចឬក៏ជួប hero ណាខ្លាំងអញ្ចឹងទៅគាត់ក៏បានកត់ចំណុំទុកដែលគាត់ហ្នឹងគឺចង់ខ្លាយគឺជា super hero នឹងគេដែរហើយនៅក្នុងពិភពរបស់គាត់ហ្នឹងគឺម្នាក់សុទ្ធតែមាន super power រៀងខ្លួនអញ្ចឹងណាបាទហើយឲ្យតែមានរឿងឬអសន្នបិសាចចូលអុកលុកអីហ្នឹងគឺពួកគេហ្នឹងតែងតែចង់ខ្លាយជា super hero ហ្នឹងដើម្បីការពារខ្លួននិងក្រុមគ្រួសារឬទីក្រុងរបស់ពួកគេហើយបន្ទាប់មកតួឯកប្រុសរបស់យើងហ្នឹងគឺចង់ខ្លាយជា super hero